ភាពខុសគ្នារវាង Revo V Edition ស៊េរីឆ្នាំ2023និង2024បើយើងមើលពីខាងមុខខាងឆ្វេងដៃគឺជា023ចំណែកខាងស្ដាំដៃគឺ024ផ្នែកខាងមុខគឺខុសជាងមុខសម្រាប់ប្រភេទ022គឺប្រើ halogen 24ឡើងទៅគឺប្រើ LED ដូចនេះទាំងសញ្ញោទាំង full headlight គឺ LED ហើយមាន sensor ខាងមុខពីរគ្រាប់ហើយ024ឡើងទៅគឺដូចគ្នា24 25និង26ហើយសម្រាប់ប្រព័ន្ធសោវិញសម្រាប់023គឺប្រើសោចាក់22និង23គឺអត់មាន smart key ទេចំណែកឯ024ឡើងទៅគឺគេបន្ថែម smart key ដែលយើងអាចចុច lock ឬក៏ unlock ពីលើដៃទ្វារនេះក៏បានឬក៏យើងបញ្ជាពីសោ smart key ផ្នែកខាងក្នុងគឺអត់ខុសគ្នាទេមាន touch screen ភ្ជាប់ Apple CarPlay Android Auto ក៏អីស្បែកខាងក្នុងគឺយើងពណ៌ខ្មៅទាំងអស់ដូចនេះហើយចំណុចផ្នែកខាងក្រោយគឺយើងមានម៉ាស៊ីនជែកខាងក្រោយដូចគ្នាចាប់ពី022គឺមានទាំងអស់ចំណែក stop គូតក្រោយគឺប្រភេទ LED សម្រាប់024ឡើងទៅហើយមាន sensor ខាងក្រោយមួយទៀតផ្នែកខាងក្នុងគឺកញ្ចក់សម្រាប់024គឺ auto ទាំង4ហើយបច្ចុប្បន្នយើងមាន stock ទាំង23និង24បងប្អូនដែលមានចំណាប់អារម្មណ៍អាចជិះមកមើលផ្ទាល់បាន